ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះជួបខ្ញុំសាជាថ្មីម្ដងទៀតហើយហើយថ្ងៃនេះខ្ញុំក៏មានមុខម្ហូបមួយមុខផងដែរគឺខ្ញុំមកជូរសំបកផ្លែឪឡឹកម្ដងចាហើយជាដំបូងគឺខ្ញុំយកផ្លែឪឡឹកពុះវាជាពីរចំហៀងចាបន្ទាប់មកក្នុងមួយចំហៀងគឺខ្ញុំពុះវាជាពីរចម្រៀកតូចបែបនេះចាបន្ទាប់មកខ្ញុំមកធ្វើការឆ្កឹះយកសាច់ឪឡឹកចេញចាចំពោះសាច់ឪឡឹកនេះគឺខ្ញុំឆ្កឹះវាទុកម្ដុំទុកសម្រាប់ហូបចាហើយសំបកវាគឺខ្ញុំសម្រាប់យកទៅឡបន្ទាប់ពីខ្ញុំឆ្កឹះសាច់ឪឡឹកទុកម្លេចហើយអញ្ចឹងខ្ញុំធ្វើការចិតសំបកឪឡឹកឲ្យបានស្អាតផងដែរហើយបន្ទាប់មកគឺខ្ញុំហាន់វាជាច្បាមួល4ជ្រុងបន្ទាប់មកខ្ញុំកាត់វាខ្លីៗប្រហែលជាប្រវែង2ថ្នាំងច្អល់ដៃផ្អែមចាចំពោះឪឡឹកគឺបងប្អូនកាត់វាជាច្បាមូលប៉ុណ្ណឹងមកហើយខ្លីបបាយខ្ញុំហ្នឹងមកគឺតែពីថ្នាំងច្អល់ដៃទេចាហើយបន្ទាប់ពីខ្ញុំកាត់ឪឡឹកស្អាតអស់ហើយគឺខ្ញុំមកធ្វើការលាងជីម្ដងដើម្បីទុកបង់ស្លចាបន្ទាប់ពីខ្ញុំលាងជីម្ដងស្អាតហើយគឺខ្ញុំមកលាងរំដេងហើយនឹងលឹកក្រូចសើចម្ដងចាសម្រាប់ទុកបង់ស្លឲ្យឈ្ងុយចាហើយមកទៀតគឺខ្ញុំលាងឪឡឹកឲ្យបានស្អាតផងដែរដោយសារតែឪឡឹកគឺខ្ញុំមិនទាន់បានលាងទេអញ្ចឹងខ្ញុំចិត្តហើយបានយកមកលាងចាហើយពេលដែលខ្ញុំលាងឪឡឹកហើយហ្នឹងគឺខ្ញុំមកលាងត្រីម្ដងចាចំពោះត្រីគឺខ្ញុំឡជាមួយនឹងត្រីរៀលបងប្អូនចាបើសិនជាបងប្អូនចង់ឡជាមួយត្រីអីក៏បានដែរចាហើយចំពោះលាងត្រីផងដែរគឺខ្ញុំប្រើអំបិលក្រួសដើម្បីលាងឲ្យវាកាន់តែស្អាតបានល្អវាកាត់ក្លិនឆ្អាបផងដែរចា
ចាចំពោះត្រីបន្លែខ្ញុំលាងស្អាតអស់ហើយចឹងខ្ញុំមកឡម្ដងចាជាដំបូងគឺខ្ញុំដាក់ទឹកនៅក្នុងឆ្នាំងបន្ទាប់មកគឺខ្ញុំដាក់គ្រឿងចូលទៅហើយដូចជាអំបិលក្រួសប៊ីចេងម្សៅស៊ុបអំពិលទុំស្លឹកក្រូចសើចហើយនិងរំដេងរួចហើយខ្ញុំគ្របទឹកទុកឲ្យវាពុះសិនចាឥឡូវទឹកស្លរបស់ខ្ញុំក៏បានពុះហើយដែរអញ្ចឹងខ្ញុំចាប់ផ្ដើមជ្រុំប្រហុកចូលចាបន្ទាប់ពីខ្ញុំជ្រុំប្រហុកហើយគឺខ្ញុំដាក់ត្រីចូលចាហើយចំពោះត្រីគឺខ្ញុំឆូតវាបងប្អូនចាហើយបើសិនជាបងប្អូនមានពេលវេលាច្រើនបងប្អូនអាចកន់វាក៏បានដែរចាហើយបន្ទាប់ពីខ្ញុំដាក់ត្រីរួចហើយគឺខ្ញុំគ្របត្រីទុកឲ្យវាពុះឲ្យវាឆ្អិនសិន ចាឥឡូវត្រីរបស់ខ្ញុំបានពុះហើយវាក៏បានឆ្អិនផងដែរអញ្ចឹងខ្ញុំចាប់ផ្ដើមបង់អាឡឹកចូលចាបន្ទាប់ពីខ្ញុំដាក់អាឡឹកចូលរួចហើយគឺខ្ញុំគ្របវាមួយសន្ទុះដើម្បីឲ្យវាឆ្អិនចាបន្ទាប់ពីខ្ញុំបង់បន្លែចូលហើយខ្ញុំទុកឲ្យពុះឥឡូវវាក៏បានពុះហើយបន្លែរបស់ខ្ញុំក៏បានឆ្អិនចាហើយបន្ទាប់មកគឺខ្ញុំបង់ជីរង្វងចូលគឺរួចជាការស្រេចចាអញ្ចឹងចំពោះម្ហូបមួយមុខនេះដែលមានឈ្មោះថាឡម្ជូរសបកអាឡឹករបស់ខ្ញុំគឺបានឆ្អិនរួចរាល់ហើយអញ្ចឹងខ្ញុំធ្វើការដួសម្ហូបដាក់ចានចាចំពោះមុខម្ហូបមួយមុខនេះក៏ឆ្ងាញ់ដែរបងប្អូនអាចសាកល្បងធ្វើហូបនៅផ្ទះបានចាហើយវីដេអូរបស់នាងខ្ញុំក៏មានតែប៉ុណ្្នឹងទេជាចុងក្រោយនាងខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ចាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយចា